Hello អ្នកគ្នាជួបខ្ញុំទីរ៉ៃ KZM Pro ថ្ងៃនេះខ្ញុំចង់មកចែកម៉ូដខោអាវនេះយើងលេងអញ្ចឹងណាស្រាប់ម៉ូដខោអាវនេះគឺមានខោអាវច្រើនខ្លាំងតែមិនទៅពេចទៅមើលតែ level ដឹងហើយអាចដាក់ V បានដែរគ្នាយើងម៉ូដនេះឡយដាក់ V ដាក់អីមិនថាដាក់បានទាំងអស់ឲ្យយើង head គឺដាក់អាម៉ូដនេះដាក់លើ Android ចឹងណាគ្នាខ្ញុំអត់មាននៅលើ iPhone ទេដោយសារខ្ញុំអត់មាន sub iPhone មើលទៅយ៉ាងនេះយើងមក review account យើងចឹងណា account នេះពិតជាធំខ្លាំងតែមើលអាវមកខោក៏ទៅច្រើនដែរកៅវាអត់មានឡៃណាថាអត់អាវទេមក free fire ហ្នឹងមានខ្ញុំមួយតែមានអាវច្រើនចឹងអ្នកដែលហែកគឺមានអាវច្រើនអ្នកហែកមានអាវច្រើនទេ style រាប់តែមានទាំងអស់ថាអត់តន់ចេញថាចេញគឺមានទាំងអស់ដែរថាស្ទាយរមកតាបឯនោះគឺមានច្រើនមានឡើងមក100ជាងមក review skin វិញ skin ច្រើននេះឡើង200មក2804ចានឥឡូវយើងមកចូលដាក់ mod skin ចឹងណាមិនបងនេះមានរូបក្បាលជ្រូកនេះហើយចុចកដាលហ្នឹងចុចកដាលហើយចុចទី1ហ្នឹងហើយវាលើអសាផ្ញើនោះហើយចុចកន្លែងខ្សែ Wi-Fi ហ្នឹងហើយយកលេខកូដទៅហើយវាយមើលតាមខ្ញុំមួយមិនយល់មើលតាមខ្ញុំហើយអាចារ្យសួរខ្ញុំអត់ប្រាប់ទេខ្ញុំរៀនហើយបាយទៅនឹងមកសារកន្លែងហ្នឹងគឺខ្ញុំអត់និយាយទេគ្នាខ្ញុំដល់ឡែងដាក់មួយទៅខ្ញុំនិយាយឥឡូវនេះគឺខ្ញុំមកប្រាប់ពីរបៀបដាក់អញ្ចឹងណាខ្ញុំចុចចូល Sun Server មកហើយយកពាក្យ download ហើយចុចពាក្យថា Telegram ហើយចុច I hate អីគេហ្នឹងមកខ្ញុំប្រាប់ហ្នឹងហើយមើលមកហើយចម្លងទៅមកគ្នាចម្លងហើយយកទៅដាក់ក្នុង Free Fire ធម្មតាហ្នឹងបើដាក់លើ Free Fire មិញដាក់បាន Free Fire ធម្មតាទេអាម៉ូដចឹង Free Fire មិញក៏មានដែរតែខ្ញុំអត់ចង់ដាក់បញ្ជាក់គ្នាយ៉ាងកន្លែងហ្នឹងគឺខ្ញុំផាសហើយខ្ញុំអត់ផាសទៀតទេឥឡូវនេះចូល Free Fire មកច្រឡំ clear Free Fire ចោលវិញមកដល់កន្លែងនេះហើយគេជួយ copy ID យើងណា ID យើងដាក់ក្នុង mode ហ្នឹងហើយចូលការចម្លង ID ហ្នឹងមកហើយចេញមកចម្លងហ្នឹងវាយឡើងហ្នឹងក៏បានដែរហើយយើងចូល Google មកយើងចម្លងដាក់ ID ហ្នឹងដាក់យើងដាក់ ID យើងដាក់មិញហ្នឹងហើយ ID យើងចម្លងពីហ្គេមមិញហ្នឹងខ្ញុំដាក់វាមិនបានព្រោះតានោះមួយខ្ញុំមិនបាននិយាយទេពេលនេះដល់ហើយគឺជួយឡើងរូបមនុស្សហ្នឹងមកហើយ ID យើងមកចុចប៉ុណ្ណឹងមកបានហើយឥឡូវនេះគឺខ្ញុំដាក់បានហើយគឺចុចចូលនៅ Free Fire វិញមកចូល Free Fire ធម្មតា clear ចោលអស់មកខ្ញុំចូល Free Fire ខ្ញុំចូល Free Fire មកពេលនេះដាក់ ID ឲ្យគឺពេលមានលោកញ៉ៃទេគ្នាចូល Free Fire មកឃើញ mode ហ្នឹងម៉ែដល់ឃើញអាវមួយអាវឲ្យលុយវិញនឹងឡើយត
អូខ្ញុំមានតែពេលប៉ុណ្ណឹងទេគ្នា